ឮតែគេល្បីថានៅតាកែវបកងឆ្ងាញ់ពេលបានមកញ៉ាំទឹកដឹងថាបកងឆ្ងាញ់ដូចគេនិយាយមែនអ្នកតាកែវអើយឃើញវីដេអូនេះកុំភ្លេចជួយខមមិនហេតុផលឲ្យបានបកងនៅតាកែវឆ្ងាញ់ទីតាំងដែលខ្ញុំទៅឈ្មោះភោជនីយដ្ឋានចំណូលមាត់បឹងដែលមានទីតាំងនៅខេត្តតាកែវហ្មងអត់ទេនៅទីតាំងកន្លែងគេនេះខ្ញុំសង្កេតឃើញថាទេសភាពស្អាតមានមាត់បឹងមានកញ្ចុះអង្គុយគឺច្រើនប្រភេទមែនតើហើយបឹងរបស់គេនឹងគឺមានស្រះថៃមានអីហើយបើនិយាយពីទេសភាពវិញណាកប់ហ្មងបើនិយាយពីប្រភេទបកងរបស់គេវិញគេមានតាមការ៉េតរបស់គេដែរគេមានលេខ1លេខ2អីចឹងទៅដូចបកងដែលខ្ញុំកំពុងតែទិញហ្នឹង1គីឡូដូចជា20រៀលជាងបាទហើយខ្ញុំបានធ្វើការទិញ3គីឡូដើម្បីយកទៅធ្វើជាម្ហូបមកញ៉ាំជុំលក្ខណៈគ្រួសារមើលថ្ងៃស្អែកនេះគឺជាថ្ងៃពិធីបុណ្យអុំទូកហើយអញ្ចឹងមានបងណាគាត់មានកម្រងតាណាខ្លះសៀមរាបកំពង់សោមអីអត់ឬក៏តនេដឹងតាណានៅចិត្តបំពេញយើងតាកែវយើងហ្នឹងយើងអាចជីកលក្ខណៈគ្រួសារមកញ៉ាំបកងមក1គីឡូ20រៀលជាងទេយើងអាចញ៉ាំ2គីឡូ3គីឡូក៏បានតាមតិចតាមច្រើនតាមអ្វីដែលយើងញ៉ាំទៅបាទនិយាយទៅដូចបកងដែលខ្ញុំកំពុងតែថតហ្នឹងឆ្ងាញ់ខ្ញុំរីកខមមិនអញ្ចឹងអ្នកនរគ្នាអាចទៅញ៉ាំនៅទីតាំងកន្លែងហ្នឹងបានហើយយើងអាចធ្វើការទិញគាត់ទៅហើយយើងកំងថាយើងចង់បានមុខម្ហូបបែបណាអីបែបណាខាងគាត់រៀបចំឲ្យយើងមកស្រួលមកយើងញ៉ាំបារាយើងអង្គុយគុនមើលទេសភាពមាត់ទឹកបារាគឺពិសេសខ្លាំងមែនតើចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយអរគុណច្រើនបាយបាយ